ស្ដីបងប្អូនទាំងអស់គ្នាបាទចឹងថ្ងៃនេះគ្រូសូមលើកយកលំហាត់ពីរនេះទាក់ទងជាមួយនឹងការសរសេរបាទរូបមន្តបាទមកបង្ហាញបងប្អូនទាំងអស់គ្នាបាទចឹងសម្រាប់ថ្ងៃនេះយើងមាន6លំហាត់ដែលលំហាត់ខ្ទង់កបាទជាឧទាហរណ៍មួយសម្រាប់ឈានទៅដល់ការធ្វើបាទខ្ទង់បន្តទៀតបាទចឹងកុំឲ្យខាតពេលគ្រូសូមបាទកែបងប្អូនទាំងអស់គ្នាចឹងសម្រាប់ខ្ទង់កនេះបាទគឺជារូបមន្តនៃ potassium chloride បាទចឹងបងប្អូនដឹងថា potassium chloride និមិត្តសញ្ញាគីមីត្រូវបានសរសេរដោយអក្សរ K បាទនឹង chloro បាទ Cl បាទអញ្ចឹងយើងត្រូវដឹងពីវ៉ាឡង់របស់វាមួយដែរណាបាទអញ្ចឹងនៅក្នុងនេះយើងគ្រូបង្ហាញវ៉ាឡង់ឲ្យមើលណាបាទអញ្ចឹង potassium មានវ៉ាឡង់ស្មើមួយហើយនឹង chlor មានវ៉ាឡង់ស្មើមួយអញ្ចឹងក្នុងករណីនេះវាមានវ៉ាឡង់ស្មើគ្នាអញ្ចឹងរូបមន្តដែលយើងសរសេរបានបាទគឺ KCl ហ្នឹងឯងបាទឥឡូវយើងមើលនៅក្នុងខ្ទង់ខបាទជាមើលខ្ទង់ខនេះបាទគឺ sodium oxide បាទអញ្ចឹង sodium មាននិមិត្តសញ្ញា Na បាទហើយនៅអុកស៊ីតគឺអុកស៊ីសែន O បាទអញ្ចឹងយើងត្រូវដាក់វ៉ាឡង់ឲ្យវាសិនមកណាអញ្ចឹងយើងត្រូវដឹងវ៉ាឡង់របស់វាអញ្ចឹង sodium មានវ៉ាឡង់មួយជាលោហៈក្រុមមួយហើយនឹងអុកស៊ីតអុកស៊ីសែនគឺមានវ៉ាឡង់ស្មើ2បាទពេលនេះយើងត្រូវដូរវ៉ាឡង់គ្នាដោយវ៉ាឡង់របស់ O ហ្នឹងត្រូវបាទដាក់មកក្រោម Na ហើយនឹងមួយនេះវ៉ាឡង់របស់ Na នេះដាក់ឲ្យអុកស៊ីសែនបាទអញ្ចឹងយើងសរសេរបានបែបម៉េចបាទគឺបាន Na បាទចាប់យកអុកស៊ីសែនហើយយើងបោះសន្ទុះ2ដែលជាវ៉ាឡង់របស់ O ហ្នឹងទៅឲ្យsodium បាទនេះជារូបមន្តនៃ sodium oxide ឥឡូវយើងមើលខ្ទង់បាទខ្ទង់កបាទគឺ calcium oxide បាទអញ្ចឹង calcium និមិត្តសញ្ញារបស់ calcium គឺបាទ Ca មានវ៉ាឡង់2ណាអញ្ចឹងបងប្អូនដែលអត់ទាន់ចាំវ៉ាឡង់ទេយើងទៅមើលតារាងខួបឡើងវិញណាព្រោះវាសំខាន់ដែរដែលយើងអត់ចាំវ៉ាឡង់គឺយើងទៅសេរូបមន្តអត់ត្រូវទេណាបាទហើយ oxygen ឬក៏ oxide នេះជា radical oxide នេះគឺមានវ៉ាឡង់2ដូចគ្នាណាបាទមានវ៉ាឡង់2ដូចគ្នាអញ្ចឹងពេលដែលមានវ៉ាឡង់ស្មើគ្នាបែបហ្នឹងយើងមិនចាំបាច់ដូរទេបាទគឺយើងដាក់រូបមន្តវាផ្ទឹមជាប់គ្នាយកតែម្ដងបាទ CHO CHO បាទឥឡូវយើងមកមើលខ្ទង់បាទខ្ទង់ខបាទខ្ទង់ខនេះគឺ magnesium nitrate បាទអញ្ចឹង magnesium បាទ Mg ហើយនឹង nitrate គឺ radical នេះគឺ NO3 មកពី acid nitric បាទអញ្ចឹងវ៉ាឡង់របស់ magnesium 2ហើយនឹង nitrate វ៉ាឡង់តែមួយទេបាទអញ្ចឹងអានេះវ៉ាឡង់វាខុសគ្នាយើងត្រូវតែបដូរហើយយើងបោះវ៉ាឡង់របស់ magnesium ហ្នឹងទៅឲ្យ nitrate ហើយនឹងលេខ1នេះវ៉ាឡង់1របស់ nitrate នេះទៅឲ្យ magnesium អញ្ចឹងយើងបានរូបមន្តបាទយើងបានរូបមន្ត Mg បាទ nitrate អញ្ចឹងនៅក្នុងនេះnitrate វាមានធាតុ2នេះយើងត្រូវតែក្តោបវងកញ្ចក់ឲ្យវាទៅបាទក្តោបវងកញ្ចក់ឲ្យវាបែបនេះហើយយើងបោះវ៉ាឡង់2មកខាងក្រៅបែបនេះជាវ៉ាឡង់របស់ magnesium បាទយើងមើលបន្តទៀតបាទខ្ទង់ងបាទខ្ទង់ងគឺដែក3អុកស៊ីតអញ្ចឹងដែកបានបញ្ជាក់វ៉ាឡង់បាទ3ដោយសារដែកវាមានវ៉ាឡង់2ផង3ផងបាទអញ្ចឹងខ្ទង់ចនេះវាមានដែកប្រើវ៉ាឡង់2បាទហើយខ្ទង់នេះគឺដែកប្រើវ៉ាឡង់3អញ្ចឹងយើងត្រូវដាក់វ៉ាឡង់ឲ្យណាកន្លែងនេះគឺឲ្យយើងរៀនដាក់វ៉ាឡង់ដើម្បីឲ្យមានការចងចាំហើយនៅអុកស៊ីហ្សែនគឺវ៉ាឡង់2បាទអញ្ចឹងយើងបានរូបមន្តបែបម៉េចយើងបាទបោះខ្វែងតាមសញ្ញាព្រួយនៃគ្រូគូនេះមកយើងបានទម្រង់បែបម៉េចបាទយើងបានរូបមន្តបែបនេះណាអញ្ចឹងលេខ2ត្រូវដាក់ជាលេខសន្ទុះរបស់ដែកបាទហើយនឹងលេខ3ត្រូវដាក់ជាលេខសន្ទុះរបស់អាតូមអុកស៊ីហ្សែនអញ្ចឹងយើងបានទម្រង់រូបមន្តបែបនេះបាទឥឡូវយើងមកមើលខ្ទង់បាទខ្ទង់ចបាទបងប្អូនអាចរៀនធ្វើខ្លួនឯងបានខ្ទង់ចបាទខ្ទង់ចគឺបាទដែក2សូលផាតបាទដែក2សូលផាតដែកប្រើវ៉ាឡង់2អញ្ចឹងកន្លែងយើងដាក់លេខ2បាទហើយកន្លែងនេះសូលផាតបាទ radical សូលផាតក៏វ៉ាឡង់2ដែរណាបាទអញ្ចឹងអូនអាចរៀនទន្ទិញឲ្យទៅពីថ្នាក់ទី9ទៅហ្នឹងយើងត្រូវសរសេររូបមន្តសេបាទសម័យកាលផ្សេងៗតែយើងសរសេររូបមន្តអត់ត្រូវទេសម័យកាលអត់ត្រូវហើយយើងធ្វើលំហាត់ផ្សេងៗក៏អត់ត្រូវដែរណាអញ្ចឹងត្រូវទន្ទិញនិមិត្តសញ្ញាក៏ដូចជាវ៉ាឡង់ឲ្យបានចាំណាហើយដើម្បីចាំយើងត្រូវធ្វើលំហាត់ដដែលទៅណាបាទឥឡូវយើងមកមើលយើងបានទម្រង់ម៉ាក់ម៉េចដោយសារវ៉ាឡង់នេះស្មើគ្នាបែបនេះគឺយើងមិនចាំបាច់ដាក់លេខសន្ទុះទេណាយើងសរសេរទៅរូបមន្តពីរហ្នឹងជាប់គ្នាទៅបាទ Fe SO មានជើង4បាទនេះជាលំហាត់ដែលលោកគ្រូបង្ហាញកូនៗថ្ងៃនេះអញ្ចឹងលោកគ្រូនឹងមានលំហាត់បន្តទៀតដើម្បីចែករំលែកបន្តបាទសូមអរគុណ